អតិថិជនឬក៏អ្នកប្រើប្រាស់អញ្ចឹងបងប្អូនទាំងអស់គ្នាបាទបើបងប្អូនអត់ដឹងទេបងប្អូនសួរខាង Wi-Fi ទៅគេនឹងប្រាប់ឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើង I never made it but I know what it takes I'm motivated by a mix of emotion got my statement បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង YouTube ទៀតហើយថ្ងៃនេះ YouTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបបង Wi-Fi ជាមួយនឹង AC Data បងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុង AC Data របស់យើងហើយបងប្អូនទាំងអស់គ្នាត្រូវរកពាក្យមួយដែលមានឈ្មោះថាបងប្រាក់អញ្ចឹងបងប្អូនទាំងអស់គ្នាចុចពីលើវាមកកន្លែងហ្នឹងបន្ទាប់មកបងប្អូនអូសចុះមកខាងក្រោមមកយើងរកពាក្យថាក្រុមហ៊ុនអ៊ីនធឺណិតនិងទូរស័ព្ទអញ្ចឹងបងប្អូននឹងទូរទស្សន៍បងប្អូនទាំងអស់គ្នាសំទោសយើងចុចពីលើហ្នឹងមកបងប្អូនទាំងអស់គ្នាបាទយើងចុចពីលើហ្នឹងហើយបងប្អូនទាំងអស់គ្នារកពាក្យមួយដែលមានឈ្មោះថា Medphone បាទយើងរកមក Medphone Internet Wi-Fi នេះបងប្អូនទាំងអស់គ្នាយើងចុចពីលើវាមកបាទអញ្ចឹងពេលយើងចុចចូលមកដល់កន្លែងហ្នឹងហើយបងប្អូននឹងមើលឃើញការណែនាំរបស់គេបាទទី1នៅកន្លែងលើហ្នឹងគឺជាកន្លែង account របស់យើងយើង select account ណាដែលមានលុយមកបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខាងក្រោមនេះគឺលេខសម្គាល់របស់អតិថិជនឬក៏អ្នកប្រើប្រាស់អញ្ចឹងបងប្អូនទាំងអស់គ្នាបាទបើបងប្អូនអត់ដឹងទេបងប្អូនសួរខាង Wi-Fi ទៅគេនឹងប្រាប់ឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងដាក់លេខនឹងចូលមកបាទខ្ញុំ copy វាដាក់បន្ទាប់មកចំនួនទឹកប្រាក់ដែលបងប្អូនត្រូវបង់ជាមួយនឹង Wi-Fi របស់បងប្អូនមួយខែប្រហែលសម្រាប់ខ្ញុំ$15ខ្ញុំវាយ$15ចូលមកហើយនឹងបញ្ចូលគោលបំណងបាទយើងដាក់បង Wi-Fi អញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងការយើងធ្វើតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអត់មានពិបាកទេអញ្ចឹងបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាមើលទៅតើវាត្រឹមត្រូវអត់បើត្រឹមត្រូវហើយអស់បងប្អូនគ្រាន់តែយកពាក្យថាយល់ Pro មកជាការស្រេចបងប្អូនទាំងអស់គ្នាបាទមកយើងមើលតើយើងដាក់ទៅវាត្រឹមត្រូវហើយអស់នៅបាទចំនួនទឹកប្រាក់ហើយនឹងលេខសម្គាល់របស់យើងអតិថិជនហ្នឹងបើសិនយើងមើលឃើញថាវាត្រឹមត្រូវហើយអស់ហើយបងប្អូនគ្រាន់តែយកពាក្យថាយល់ Pro មកជាការស្រេចបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យថាយល់ Pro មកអូខេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពេលបន្ទាប់ពីយើងយកពាក្យយកព្រមហើយវានឹងប្រកាសជា load មកមួយទៀតគឺកន្លែងឲ្យយើងផ្ទៀងផ្ទាត់ម្ដងទៀតបងប្អូនទាំងអស់គ្នាបាទយើងមើលមកទឹកប្រាក់$15ហើយឈ្មោះរបស់យើងលេខទូរស័ព្ទហើយនឹងលេខសម្គាល់បាទ customer ID ហ្នឹងបាទគឺលេខសម្គាល់របស់អតិថិជនរបស់យើងហ្នឹងហើយនឹងទឹកប្រាក់ដែលយើងបង់ហើយនឹងកាត់សេវាអីគឺគេអត់កាត់ទេបងប្អូនទាំងអស់គ្នាគេ free ហើយគោលបំណងរបស់យើងគឺយើងបង់ Wi-Fi អញ្ចឹងបើសិនយើងគិតថាវាត្រឹមត្រូវអស់ហើយបងប្អូនគ្រាន់តែយកពាក្យថាកន្លែងបញ្ជាក់ហ្នឹងមកជាការស្រេចបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយកបញ្ជាក់ហើយយើងរងចាំវាមួយផ្លេតវានឹងកាត់ទឹកប្រាក់របស់យើង$15ហ្នឹងហើយជាការស្រេចបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវយើងរងចាំវាមួយផ្លេតសិនមកអ៊ីនធឺណិតវារៀងល្អល្អវារៀងយូរបន្តិចបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលធ្វើបងប្អូនអាចមើលតាមវីដេអូរបស់ខ្ញុំបានបាទឥឡូវយើងបងបានជោគជ័យហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយនេះកន្លែងបងរបស់យើងកន្លែងថ្ងៃកន្លែងអីគឺគេដាក់នៅក្នុងនឹងទាំងអស់ហើយយើងមើលបងប្អូនទាំងអស់គ្នាហើយយើងក៏បានបងរួចរាល់ដែរអញ្ចឹងការបង្ហាញរបស់ខ្ញុំនៅក្នុងនេះវាមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងអស់គ្នាមានចំណុចណាដែលថាឆ្ងល់អីអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube ខ្ញុំបាទ YouTube របស់ខ្ញុំនឹងបង្ហាញវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយក៏អរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលថាកំពុងទស្សនាវីដេអូរបស់ខ្ញុំមួយនេះផងដែរបាទអូខេអរគុណច្រើន I never made it but I know what it takes I'm motivated by a mix